มภาษาម្នាក់នេះចាគាត់ថាក្មេងចេញពីមន្ទីរពេទ្យដឹងធ្វើអីមានអីនំបញ្ចុកទឹកមហិចបដ ாய் បើកម្លាំងក្មេងត្មងទៅព្រោះតែគាត់ចេញទៅធ្វើការមកសួរតាប៉ាចង់ហូបអីប៉ាអញចង់ហូបអីប្រាប់ខ្ញុំមកខ្ញុំធ្វើហូបអើយដឹងអត់ចង់ហូបបាយសោះថ្ងៃនេះក៏នឹកឃើញថាអត់ចង់ហូបបាយមាននំបញ្ចុកហ្នឹងហើយមានអីទៀតរៀងយូរដែរហើយមិនដែលបានធ្វើនំបញ្ចុកទឹកមហិចឲ្យគាត់ហូបទេរាប់សិបឆ្នាំហើយបងប្អូនអើយថាណែប្រហើរឬមួយក៏ការីអីអាសាញឹកញាប់ចឹងណាហើយណាមួយគាត់ទៅចេញពីពេទ្យគាត់ទៅធ្វើការបងប្អូនអើយខ្ញុំទៅសើគាត់ទៅនេះឲ្យវះកាត់ណាវះកាត់បានប៉ុន្មានថ្ងៃហើយទៅធ្វើការនេះខ្ញុំថាប៉ាឯងក៏ស្រឡាញ់លុយម្លែប៉ាស្រឡាញ់សុខភាពសំថាគាត់បងប្អូនអើយបាបទៅខ្ញុំចង់ឲ្យគាត់ទៅធ្វើការទេតែមិនដឹងធ្វើម៉េចគាត់ថាមកវិញធ្វើមុខស្អុយស្អុយឃ្លានបាយឃ្លានទឹកបងមនុស្សទឹកងើបពីឈឺហ្នឹងហើយទៅធ្វើការមកអង្គគាត់មើលទៅឥឡូវក៏ដឹងធ្វើអីបើកម្លាំងគាត់ទៅធ្វើនំបញ្ចុកខ្ញុំមិនដឹងធ្វើអីមែនតែស៊ុបមាន់ស៊ុបអីហ្នឹងក៏គេមិនឲ្យហូបមាន់ណាមួយវាទៀតវារស់អីក៏មិនតាន់ចាពេលល្ងាចហើយក៏ឡើងផ្សារទៅទិញបានត្រីសាបាក់យកមកហ្នឹងមុនដំបូងតែខលត្រីទេហើយណាមួយដូចតែក្មេងថាអត់ចង់ហូបបាយទៀតបាយកណិតធ្វើអាហ្នឹងបដ ாய் ទៅហើយឥឡូវនេះមកផ្សាយផ្សំតកួនម៉ែក្មេងបងអូនអើយរិចនេះយកវាទៅធ្វើបន្លែហើយសោះគ្រាន់ដាក់ជាមួយនំបញ្ចុកអីចឹងណាតែក្មេងហូបបានទេព្រោះគាត់វះកាត់ទៅចឹងហើយមានតែពួកខ្ញុំនឹងឯងអ្នកហូបបន្លែប្លុកហ្នឹងទៅចាឥឡូវនេះត្រីសាបាក់យើងទិញបានពីផ្សារមកលាងបានរួចរាល់ស្អាតហើយបងប្អូនអើយដើម្បីយកវាទៅស្ងោរអីចឹងណាហើយណាមួយរឿងថានំបញ្ចុកនំអីគឺម៉ែក្មេងគាត់ចូលចិត្តភាសាចូលចិត្តហូបណាអញ្ចឹងគឺខ្ញុំអាសាធ្វើពីមុនឡើយគាត់មិនដែលចង់ហូបទេនំបញ្ចុកអីតែពេលឥឡូវគាត់ធ្លាប់ហូបគាត់ថាដឹងតែឆ្ងាញ់ដល់ពេលអញ្ចេះគាត់ឲ្យទៅធ្វើគាត់ស្វាគមន៍ហូបជានិច្ចគាត់ថាអញ្ចឹងឯងចាឥឡូវគាត់ថាទឹកសឡរបស់យើងនេះគាត់ថាដាំពោះបងប្អូននៅតម្លាក់ដីនៅខ្ទឹមក្រហមខ្ទឹមសតាមកតំចាហើយនឹងត្រីសាបាក់របស់យើងចូលស្ងោរវាដាក់អំបិលដាក់ម្សៅស៊ុបអីចឹងមកទឹកត្រីអីចឹងណាហើយគាត់ថាខ្ញុំមិនសូវជាអ្នកចេះធ្វើអីទេនំបញ្ចុកទឹកមហិចនេះចាមកអឺតគុំភាសាទៀតអីថាគ្រាន់តែឃើញមុខគាត់ក៏មិនសូវជាសប្បាយចិត្តទេគាត់អង្ហេវជិះទៅធ្វើការមកគាត់ថាការឆ្អិនក៏សួរខ្ញុំបងប្អូនអើយតែប៉ាអើយមិនតាន់ឆ្អិនទេតិចទៀតបានឆ្អិនតែមិនស្ងោរត្រីហ្នឹងចឹងហើយហៅក្មួយប្រុសខ្ញុំមកជួយចាបេះសាច់ត្រីបេះអីចឹងណាហើយទឹកសឡយើងស្ងោរត្រីនេះក៏អត់ចោលទេបងប្អូនអើយយកទៅមកងាស់ជាមួយទឹកសយើងទៀតដើម្បីយកជាតិវាចឹងណាបានយើងដាក់គ្រឿងតាមក្រោយដូចប៊ីចេងស្ករអំបិលម្សៅស៊ុបអីហ្នឹងទឹកត្រីចាគាត់ថាចាហើយចកិច្ចបង្ហាយប៉ុនហ្នឹងទឹកសឡយើងឆ្អិនហ្នឹងគឺថាដាក់អាដេញស្លឹកកតំចូលហើយជាការស្រេចតែឃើញសចេះទេចារសជាតិវិញគឺថាឆ្ងាញ់ត្មងចាឥឡូវដល់មកហូបឲ្យក្មេងខ្ញុំសែងនំបញ្ចុកចុះមកអាសែងមានស្ទាយចាគាត់ថាឲ្យតែបានឆ្អិនកូនពិសាធ្វើក៏ហូបរហូតមិនថាមកហូបអីឲ្យក្មេងខ្ញុំស្រួលណាចាបបាក់តែអាចុះទួលប្តីខ្ញុំទេងាយហូបរបស់យើងទេចាគាត់ថារឹកមកបេននោះតែសំខាន់ណាប្តីមិនហូបអត់ទៅតែបានឲ្យក្មេងគាត់ហូបគាត់ចេះហូបនេះខ្ញុំសប្បាយចិត្តហើយបងប្អូនអើយសួរប៉ាអញចេះហូបអត់គាត់ថាចេះហូបគាត់គាត់សាបមាត់ហូបអីអត់ដឹងឆ្ងាញ់អញ្ចឹងណាធម្មតាមនុស្សងើបពីឈឺតែវះកាត់ហើយថ្មីបងប្អូនអើយថាអញ្ចេះអូយហូបអីក៏មិនកើតហូបអីក៏មិនកើតទេនេះនឹងធ្វើមិនខ្មិចតែតិចទៀតទៅជាទៅហូបអីក៏ឆ្ងាញ់វិញដែរវះកាត់ដេកពេទ្យឡើងចង់10ថ្ងៃអត់អត់មានស្រកគីឡូអីផងហ្នឹងឲ្យក្មេងខ្ញុំគាត់នៅមុខរៀងស្លក់បន្តិចហ្នឹងឥឡូវដល់ម៉ោងត្រូវហូបចុកបុកទ្វាចាគាត់ថាព្រះស្វាមីបារមីណែសំដែងរិទ្ធចាគាត់ថាថ្ងៃនេះគេហូបនំបញ្ចុកខ្ញុំបងប្អូនអើយដឹងមិនមកហើយលោកអើយនោះថែមជាមួយនឹងម្ទេសជ្រក់ចាគាត់ថាដាក់មួយម៉ាត់សិនឆ្ងាញ់អត់ដូចដេញម្ទេសគេហូបកាទៀវនៅស្រុកខ្មែរគាត់ថាដូចខ្ញុំថាដូចអញ្ចឹងទៅគេយកទៅហូបគេដាក់ម្ទេស3 4 5គ្រាប់អញ្ចឹងទៅចាឥឡូវពឺដែរហ្នឹងបួងយូរហើយខ្ញុំភ័យខ្លាចតែប្តីខ្ញុំថាមិនឆ្ងាញ់ទេគេថាហ្នឹងចេះហូបអីទេព្រោះអីខ្ញុំស្លធម្មតាមានដាក់ប្រហុកដល់អីហ៎គេខ្លាចជាងគេគឺប្រហុកថាទឹកស្លហ្នឹងគ្មានប្រហុកទេមានទឹកត្រីអញ្ចឹងហូបបានអត់អីទេចាហើយថាម៉ែក្មេងខ្ញុំបានពេញពោះមកពីចការឡើងមកកត្រអ៊ុងធំនេះខ្ញុំដោះកូនគាត់ហូបជាមួយនំបញ្ចុកអូយចេះតែមានលោកអើយហើយក្មួយខ្ញុំនេះស្រួលបំផុតហ្មងយើងខ្មែរឯងដាក់ទៅក្មួយមួយចានហើយមួយចានទៀតទៅយកកម្លាំងស្អែកជិះយន្តហោះទៅផ្ទះកុំឲ្យទៅដល់ផ្ទះស្បែកនេះប្រពន្ធកូនថាឯងស្គមមកនៅជាមួយអ៊ីនេះកន្លះខែមួយខែហ្នឹងឥឡូវម៉ែក្មេងខ្ញុំចាគាត់ថាម៉ែក្មេងខ្ញុំគឺថាមកដូចប្តីខ្ញុំទេបងប្អូនចាគាត់ថាសេរីឯងមកឆ្ងាញ់ចាដាក់ទាំងម្ទេសជ្រក់ម្ទេសអីហ្នឹងស្រូបមកកូនស្រូបដាក់ឯណាឯណៃចាមកចានចកអ៊ូងធំត្មងណាលាយជាមួយនឹងឆាគាត់ទៀតបងប្អូនអើយហូបមិនចោលរឿងឆាចាអត់អីអត់ក៏មកអត់ឆាលោកអើយនំបញ្ចុកហូបមួយឆាទៀតហ្នឹងដាក់ឲ្យហ្នឹងពឺតយកគាត់ថាហើយក្មួយសួរថាឆ្ងាញ់អត់ម៉ាឆ្ងាញ់គាត់ថាឆ្ងាញ់អាហ្នឹងចឹងដល់គាត់ចេះហូបហើយគាត់ភ្លេចរសជាតិទឹកមហិចហ្នឹងឯងបងប្អូនអើយដោយសារតែខ្ញុំខានធ្វើយូរគាត់ចង់ភ្លេចចឹងថាអាហ្នឹងដូចអត់ដែរហូបតាំងខ្ញុំស្រក់ធ្វើម្ដងហើយដល់ពេលរួចគាត់ថាចាំហើយអានេះនំបញ្ចុកទឹកមហិចខេត្តកំពតតែมันមានលក់មែនទេបងប្អូនចាគាត់ថាឥឡូវនេះមិនធ្វើខេត្តកំពតទេខ្ញុំអ្នកខេត្តកោះចេះទេប៉ុន្តែខ្ញុំរៀនធ្វើ
mơ bị kê mơ ai nữa á mình nè chỉ như thế khó to trong na bảo tha bong ôn nè khai cái bò ơi nè chia sài phong nè chà cái tha này bạn nhom chui chặt hộp nhom bị chọc tặc mà hay chứ ná rồi tặc so thla cha mình thầm đa thế rồi chia ngay bong ôn chưa từ khai cái bò hộp nhom bị chọc tặc mà hay chả bầm chăng cái nhom bị chọc bong khát chèm vậy đào mình không có cá lụa là hột bàn tay nhom đại bàn ta hộp đang là tì tăng còn lần nào chăng á lời miền nơi chấn thơ hộp luôn anh tao cha mơ tầm mót thôi đằng ấy chăn cha buông vua bong ôn nơi trời chỉ muốn chi cột một dân tiết ngồi sẵn năm tầm mong cô nơi chăn đi